ផ្លាកលេខឡាននេះអត់ដែលបានធ្លាប់ចូលទស្សនៈទេណាឡានខ្ញុំអត់ដែលចូលទស្សនៈទេសាឡានខ្ញុំមានឈ្មោះខ្ញុំអញ្ចឹងឬទស្សនៈមួយខ្ញុំអត់យកឡានខ្ញុំចូលទេបើឃើញឡានខ្ញុំចូលទស្សនៈមិនមែនជាខ្ញុំទេមានអ្នកណាជិះឡានខ្ញុំទៅហើយខុសពីក្បត់ស្អីក៏ចេះដែរខ្ញុំបងប្អូនអរគ្នាឥឡូវថ្ងៃនេះខ្ញុំមកដល់ការដ្ឋានមកកន្លែងទៀតហើយយករង្វិនក្នុងបាវសំងជូនដល់ជាងក៏ដូចជាកម្មករនៅតាមការដ្ឋានផ្សេងដែលមាននិស័យជាមួយគ្នាឥឡូវយើងប្រែងគាត់មកថ្ងៃនេះប៉ាមុនទៅមកទៅឆ្កុយមកតោះបងប្អូនអរគ្នាឥឡូវមកដល់ការដ្ឋានមួយទៀតចាត់ដៃជូនបងប្អូនសំណងជើងសំណងយើងមួយបាទខ្ញុំគឺជាអតីតកម្មករមកជើងសំណងដែរឥឡូវចេះក្នុងនេះមានបាវរង្វាន់បាវសំងវីនេះគឺថាមានរង្វាន់$50 $100 $5អញ្ចឹងណាបងប្អូនហើយក៏មានសពសំណាងដែរឥឡូវខ្ញុំក៏មានចាន2 4 6 7 8នាក់ឥឡូវខ្ញុំគិតថាលេងចេះវិញឲ្យផ្លាច់ជាងការតាមផ្សេងឥឡូវក្នុងបាវសំងនេះបាវសំងណាដែលរង្វាន់ធំជាងគេបានទៅលើអ្នកឈ្នះហើយវិញ្ញាសារបស់ខ្ញុំគឺនេះបងប្អូនឃើញកំហុសនៅមុខនេះជាងទាំងអស់ស្រាប់ធ្វើដាំតសដាំអីមែនទេចាក់តសចេះណាឥឡូវខ្ញុំឲ្យជាងឯងដាំតសធ្វើម៉េចនេះតស10ដើមដាំឲ្យបាន5ជួរ1ជួរ4ដើមតោះចាប់ដើម1 2 3 4 5 6 7 8 9 10តោះតែចូលតមីតត1 2 ជួរឡើង3 4 5បានទេតោះចូល1 2 3អូទៅជាងអត់ដឹងដាំឲ្យបានតសមកអូនចូលដាំបាន5ជួរ4ដើមដាំអ្នកចិត្តគឺមកគាត់មកបាច់ចង់តែអាចដល់ឡើងបានផ្លេចឡើងហ្នឹង4ជួរ4ដើម2ជួរតែបងប្អូនគ្នាខ្ញុំធ្វើមកមើលតាការដាំ5ជួរ1ជួរ4ដើមដាំតសមាន10ដើមដាក់5ដើមអញ្ចឹងតែខ្ញុំដាក់តាមចុង1 2 3 4 5ថើត់មើលគាត់នារីភេទអត្ថិភាពគាត់មុនពេញចិត្តបាយមួយណាដែលគាត់ថារង្វាន់ធំរើសមុនតោះជឿកដាលមកណាអូខេបងប្អូនឥឡូវយើងមើលយើងផ្ដល់អត្ថិភាពឲ្យខាងស្ត្រីដែលជាមេដាពិភពលោកបាទគាត់រើសមុនមានអត្ថិភាពរើសមុនស្មែប្រទេសខ្មែរយើងបងណានៅកន្លែងរោងចក្រគឺផ្ដល់អត្ថិភាពឲ្យនារីដែលមានផ្ទៃពោះចេញទៅការមុនដែរល្អមែនតើអញ្ចឹងឥឡូវបងស្រីមុនឥឡូវឲ្យជូនបងស្រីតើបាយកដាលរបស់សំងវីត្រូវរង្វាន់ប្រហែលតោះជួយហែកអូគេហែកចេះស្រួលជាងងាប់យើងមិនអត់ចេះហែកហែកពកអត់បាទអូខេបាទអ្នកមិញអាចរាវរកกระดาษលុយបានបាទមើលបងជួយរាវឲ្យគាត់យើងដូចជាក្មួយដូចជាកូនណារាវអូនបាទអូនណាជួយទៅអាធំខៀវមកដើម្បីចាក់សំងចូលហ្នឹងអត់ទេហ្នឹងហ្នឹងក្រោមចឹងយើងចាក់សំងចូលអត់ទេតែយើងគង់តែប្រើតែយើងត្រូវការប្រើជាប្រចាំឥឡូវយើងចាក់តសចអីគឺស្មក់ត្រូវហើយបើជាមួយនឹងសំងវីតោះលើកចាក់ពាក់កណ្ដាលបានអូនចាក់ដល់អស់ហើយសពពាក់កណ្ដាលរើបានហើយតោះអ្នកមិញកាន់តែម្ដងបាទហើយមិញបាត់ខ្លួនឯងតែមានលុយបាត់អូនទេតោះយើងផ្ដល់ឲ្យរីភេទគាត់មុនបើខ្វាច់អត់ឥឡូវលក់អត់ឥឡូវខ្ញុំថាខ្ញុំទិញ20រៀលលក់អត់ទិញ20រៀលលក់អត់លក់ឃើញបានគិតប៉ុណ្ណឹងអូខេបាទទាំងអស់គ្នាធ្លាប់ឆ្លងកាត់ហើយគឺថាគាត់ចង់បានសំណាងរបស់គាត់ហ្មងបាទប្រហែលដុល្លារ50ដុល្លារអូយញ័រដៃដែរបាទគាត់សบายមកទៅគាត់សบายមកទៅគឺបានជូនគាត់តែម្ដង50ដុល្លារគឺបានតែគាត់តែម្ដងបាទសบายបងប្អូនណាអរគុណដល់ក្រុមហ៊ុនជីម៉ុងជាពិសេសសមអូនសំងវីដែលធ្វើឲ្យខ្ញុំបានមកផ្ដល់ស្នាមខ្ញុំផ្ដល់លោកសាវរីជាមួយនឹងកម្មករក៏ដូចជាសំណងដោយសារខ្ញុំគឺជាអតីតកម្មករជាសំណងអញ្ចឹងខ្ញុំបានធ្វើរឿងសบายជួយគាត់ខ្ញុំក៏សบายចិត្តដែរមានអរគុណបងប្អូនគ្នាអញ្ចឹងបងប្អូនគ្នាចង់5មួយបងប្អូន5មួយបើសិនបងប្អូនហាច់បាយសំងទៅមិនឃើញលុយប៉ុន្តែឃើញថាសងសំណាងបងប្អូនកុំអស់សង្ឃឹមបងប្អូនថាគាត់ថាអត់បានលុយបានតែក្តាប់សងសំណាងតាក្តាប់សងសំណាងមានរង្វាន់ធំជាងលុយយើងមានរហូតដល់ឡានម៉ូតូនិងទូរស័ព្ទបាទចាំបងប្អូនមកដល់គ្នាចាំមើលការដ្ឋានក្រោយតើយើងនឹងទៅការដ្ឋានណាចាំទស្សនាវីដេអូក្រោយជាមួយគ្នាបាទ